រកស៊ីមានប្រាក់ចំណេញច្រើនជំរាបសួរបងប្អូនជាម្ចាស់ជីវកម្មទាំងអស់គ្នាថ្ងៃនេះខ្ញុំលើកប្រធានបទមួយថាតើយើងរកស៊ីមុខរបរអ្វីដែលមានប្រាក់ចំណេញច្រើនយើងតែដើរសួរគេតោះឥឡូវយើងដឹងថាអាចកំបាំងនៃការរកស៊ីធ្វើម៉េចឲ្យរកស៊ីមានប្រាក់ចំណេញច្រើនមកមើលទាំងអស់គ្នាទី1ខ្ញុំនិយាយពីប្រភេទនៃការរកស៊ីគឺមាន3មុខសិនបាទទី1ការលក់ទិញអីលក់នឹងទៅវិញអានឹងខ្ញុំដកថាការលក់មិនប្រែរូបដើមទិញតុកលក់តុកទិញកៅអីលក់កៅអីទី2សេវាកម្មផលិតដូចយើងផលិតតុកកៅអីផលិតស្អីគេទឹកសដែកបាទទិញទឹកសដែកលក់ទឹកសដែកអានឹងហៅការលក់បាទទិញនំប៉ាវលក់នំប៉ាវហៅការលក់ផលិតទឹកសដែកផលិតនំប៉ាវអានឹងហៅផលិតកម្មបាទមួយទៀតសេវាកម្មសុទ្ធសេវាកម្មសុទ្ធគឺអត់ថ្លៃដើមចំណូលផ្សេងហ្នឹងគឺ passive income ដូចឃ្លាំងជួលដីជួលការប្រាក់ជាហៅចំណូលបន្ទាប់បន្សំអញ្ចឹងចំណូលយើងមាន4ប្រភេទគឺ3ប្រភេទនេះគេហៅ active income មួយប្រភេទនេះគឺជា passive income អញ្ចឹងpassive យើងអត់និយាយទេតែយើងនិយាយពី active យើងមាន3នេះទិញអីលក់នឹងទៅវិញចំណូល 10000 ទិញអីលក់នឹងទៅវិញទិញតុកលក់តុកទិញទឹកសដែកលក់ទឹកសដែកបាទអញ្ចឹងថ្លៃដើមយើង 80% យើងបានចំណេញតែ 20% ទេគឺបានថ្លៃដើម 8000 ចំណេញបានតែ 2000 នេះចំណាយរដ្ឋបាលជួលផ្ទះប្រាក់ខែបុគ្គលិកទឹកភ្លើង 1500 យើងបានតែ 500 ទេអញ្ចឹងប្រាក់ចំណេញប្រៀបនឹងចំណូលគឺបានតែ 5% ទេអាហ្នឹងទិញអីលក់នឹងទៅវិញបាទដល់តែចង្វាក់ផលិតកម្មវាហត់បន្តិចរកស៊ីចង្វាក់ផលិតកម្មហត់ជាងទិញអីលក់នឹងទៅវិញនឹងចំណូល 10000 ថ្លៃដើមជាទូទៅតែ 50% ទេគឺចំណេញបាន 5000 ចំណាយរដ្ឋបាលខ្ពស់ជាងអានេះបន្តិចគឺ 2000 តែយើងចំណេញបាន 3 ចំណេញបាន 3000 បាទចំណេញ 3 អញ្ចឹងប្រាក់ចំណេញប្រៀបនឹងចំណូលគឺបាន 30% បាទឆ្អែតចំណុចទី3សេវាកម្មសុទ្ធដូចខ្ញុំធ្វើ training នេះបាទចំណូល 10000 ថ្លៃដើមអត់មានទេគឺចំណេញបាន 10000 ហ្មងតែចំណាយរដ្ឋបាលខ្ពស់ជាងអាពីរនេះទាំងអស់ឡើងដល់ 4000 ប៉ុន្តែចំណេញបាន 6000 គឺ 60% business ដែលមានប្រាក់ចំណេញច្រើនគឺ business ទី2និងទី3ទី4នេះ passive income មានឃ្លាំងជួលដីជួលយើងមានឃ្លាំងជួលយើងតម្លៃ 10000 ថ្លៃដើម0មួយដើមទុនអានេះថ្លៃដើមអត់មានអីទេចំណេញបាន 10000 ចំណាយរដ្ឋបាលក៏អត់មានអីដែរគឺ0ទៀតគឺ 10000 អានេះ 100% តែម្ដងអញ្ចឹង business ដែលយើងរកស៊ីវាមាន active និង passive passive 100% យើងបាច់មើលតែយើងមើល active មាន3ទិញអីលក់នឹងទៅវិញផលិតអានឹងហើយនឹងធ្វើសេវាកម្មសុទ្ធអញ្ចឹង business ដែលចំណេញខ្លាំងគឺទី2និងទី3សេវាកម្មផលិតនិងសេវាកម្មសុទ្ធទិញអីមកលក់នឹងទៅវិញមានន័យថាចំណេញបានតិចណាស់ហើយចាយដើមទុនធំអ្នកទាំងអស់គ្នាមើលយើងមើលទី1និងទី3ទី1ចាយដើមទុនច្រើនចំណេញបានតិចទី3សេវាកម្មសុទ្ធដូចខ្ញុំចាយដើមទុនតិចតែចំណេញបានច្រើនប៉ុន្តែទេវតាឲ្យអត់គ្រប់ទេបាទគាត់ឲ្យតែ 50% ទេធ្វើដូចខ្ញុំចំណេញច្រើនចាយដើមទុនតិចតែអត់មាន credit បានផលចំណេញតែអត់មាន credit តែអ្នកឯងទិញអីលក់នឹងទៅវិញទិញគ្រឿងសំណង់លក់គ្រឿងសំណង់ទិញតុកលក់តុកទិញកៅអីលក់កៅអីទិញទាំងហាលលក់ខំអាលបាទគឺចាយដើមទុនច្រើនតែចំណេញបានតិចចំណេញបានតិចប៉ុន្តែផលប្រយោជន៍របស់គាត់មួយទៀត 50% ទៀតគឺមាន credit ក្នុងសង្គមធនាគារក៏ឲ្យលុយច្រើនហើយប្រតិជនមានទំនុកចិត្តខ្ពស់បាទមានទំនុកចិត្តខ្ពស់អញ្ចឹងអនឡាញមើលវាមានភាពខុសគ្នាថាទិញអីលក់នឹងទៅវិញចាយដើមទុនច្រើនចំណេញបានតិចអានឹងជា negative គាត់តែ positive មាន credit ក្នុងសង្គមដល់ខ្ញុំធ្វើសេវាកម្មសុទ្ធ positive របស់យើងចំណុចល្អរបស់យើងគឺចំណេញបានច្រើនតែ credit ក្នុងសង្គមអត់មានទេអត់សូវមានទេអញ្ចឹងយើងរកស៊ីយើងចង់បានទាំងពីរទាំងបានទាំង credit បានទាំងប្រាក់ចំណេញយើងធ្វើម៉េចអញ្ចឹងខ្ញុំ recommend ឲ្យភ្ញៀវខ្ញុំរកទាំង3ក្នុងពេលតាណាគ្នាបាទរកទាំង3ក្នុងពេលតាណាគ្នាមានន័យថាទី1យើងទិញលក់ល្មមបានហើយយកតែ credit ទៅបានហើយដូចភ្ញៀវខ្ញុំលក់គ្រឿងសំណង់អញ្ចឹងខ្ញុំថាបន្ថយវិញលក់ល្មមបានហើយធ្វើសេវាកម្មផ្នែកជួសជុលសាងសង់ architect អីវិញដើម្បីរកផលចំណេញបាទអាចកំបាំងនៅ business គឺកន្លែងហ្នឹង business ទី1នេះទិញអីលក់នឹងទៅវិញនេះគេធ្វើយកតែ credit ទេដូចភ្ញៀវខ្ញុំទិញឡានលក់ឡានតម្លៃ2លានអត់ចំណេញទេទុកទល់តែគេនេះផលិតមានន័យថាគេបិទ sticker បិទអីឲ្យកន្លែងធម្មតាបិទអស់តែពី300 400ទៅកន្លែងគាត់ 4000 ដោយសារ credit ទី1អាឡាន2លានហ្នឹងបាទ2លានដុល្លារហ្នឹងអារ៉ាស់ធំហ្នឹងបាទហើយបន្ទាប់មកគេកាត់ឡានមួយគ្នាមួយថ្ងៃកាត់ឡាន2គេចំណេញ 20000 បាតតែអា business 2លានហ្នឹងមួយខែរកចំណេញដល់ 2000 បានផងអ
chẳng ạ business tí mùi nâng kia giờ chân anh đi chân anh cứ business tí pi nâng tí bày chẳng nè na mùi đã ra si đọc business ta mùi không có lại là mùi cứ ở chân anh đi cầm bán cứ ra tí pi nâng tí bày chiều khi mùi tiết cận bài cả sang cứ ở chân anh cả sang sọt quạt nọ quạt miền lụa say kê lụa miền mát lụa kêu chấm lạ nọ kêu chấm lạ tầng ong quạt chân anh chưa đơn tại sao ấy bán credit cả sang giờ tiếp tục bà chẳng business đây chân anh cứ business tí pi nâng tí bày tí mùi ở xây chân anh tiền chẳng đồng bay ban đừng kê thì vô đá nâng prạ chân anh cái thư tầng bày mùi giờ branding mùi giờ chân anh tí pi tí bấy chập giờ chân anh rồi tai bờ tí mùi tí pi tí bấy có lụa ở chân anh đài nâng này chẳng ở con chăn là ông tao ở khía đại đăng lịch tệ vị thi ra si đầm bay prạ chân anh cứ dừng ra tiền bấy mùi giờ branding mùi giờ prạ chân anh bà chẳng ông ở khía để ban cho room setup ở con chăn hỏi bờ trong ban video thay nhưng miền page miền tiktok miền youtube cho mua thằng nào tiến chui like chui subscribe phong nhưng miền video thay để chia bây giờ dừng tao ở khía bà ở con chăn bà